Welcome to new video បាទសូមស្វាគមន៍មកវីដេអូថ្មីដែលយើងសិក្សាពាក្យដដែលគឺពាក្យ get បាទពាក្យ get អត់ទាន់ចប់នៅឡើយទេបាទគឺពាក្យ get ជា clear បាទជា clear ម្ដងបាទអញ្ចឹងយើងនឹងសិក្សាពាក្យ get បន្ថែមទៀតបាទពាក្យ get get ជា clear phrase ជា phrasal word បងប្អូនបាទget angry get angry get angry នឹងស្មើនឹងខឹងបាទខឹង get angry do you get angry with me កុំខឹងនឹងខ្ញុំអីបាទ don't get angry with me បាទ don't get angry with me ឧទាហរណ៍ដូចយើងខឹងយើងធ្វើឲ្យនរណាខឹងម្នាក់ទៅយើងទៅលួងលោមគេវិញណាដូចយើងទៅខឹងនឹងធ្វើទៅញោះសង្សារលេងអីអញ្ចឹងយើងក៏ប្រើពាក្យប្រយោគនេះបានផងដែរបងប្អូនបាទដូចdon't get angry with me don't get angry with me I just play បាទគេប្រែថាកុំខឹងនឹងខ្ញុំអីខ្ញុំគ្រាន់តែលេងទេបាទអញ្ចឹងឲ្យយើងត្រូវរៀនចំណាំវាថាពាក្យ get ត្រង់នេះគឺជា clear ភ្ជាប់ដែលភ្ជាប់ទីមួយនឹង get angry ស្មើនឹងខឹង don't get angry with me បាទកុំខឹងជាមួយខ្ញុំអីបាទកុំខឹងនឹងខ្ញុំអីបាទអញ្ចឹងបងប្អូនអនុវត្តអានទាំងអស់គ្នា get angry ខឹង don't get angry with me បាទកុំខឹងនឹងខ្ញុំអីបាទអញ្ចឹងសិស្សានុសិស្សសាអានទាំងអស់គ្នា1 2 3បាទអរណាម្ដងទៀត Okay good job so ចឹងអានជាមួយនឹងលោកគ្រូទាំងអស់គ្នា Don't get angry with me កុំខឹងនឹងខ្ញុំអីបាទតោះយើងទៅបន្តទៀតបាទវីដេអូបន្ទាប់គឺ get married បាទ get married បាទប្រែថារៀបការបាទ get married clear ជា clear ប្រែ get married ប្រែថារៀបការអញ្ចឹងយើងនឹងអានប្រយោគទាំងអស់គ្នា They are going to get married បាទ They are going to get married ប្រែថាពួកគាត់ហៀបនឹងរៀបការហើយបាទរៀបនឹងរៀបការហើយគេប្រែហៀបនឹងរៀបការហើយបាទបាទបងប្អូនណាប្រែហៀបរៀបអ្នកខ្លះក៏ប្រើពាក្យរៀបណារៀបនឹងរៀបការអ្នកខ្លះក៏ប្រើហៀបអញ្ចឹងទៅបាទតោះយើងអានទាំងអស់គ្នា They are going to get married បាទ They are going to get married បាទអរគុណបាទអញ្ចឹងសូមសិស្សានុសិស្សយើងអានទាំងអស់គ្នាបាទ1 2 3បាទបាទម្ដងទៀត Yes very good បាទ good job អញ្ចឹងយើងនឹងអានជាមួយនឹងលោកគ្រូម្ដងទៀតបាទ They are going to get married បាទប្រែថាពួកគាត់ហៀបនឹងរៀបការហើយបាទអរគុណសម្រាប់វីដេអូនេះយើងបញ្ចប់ត្រឹមនេះយើងនឹងតាមដានវីដេអូបន្តទៀតបាទ